សូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជីវិតារិស័យប្រចាំខែមីនា2026ចំពោះបងប្អូនកើតឆ្នាំជូតថាឆ្នាំជូតសម្រាប់ខែមីនា2026នេះជីវិតារិស័យមានលក្ខណៈដូចតែខ្លះសូមតាមដានសម្រាប់ពី Channel ទូទាយដូចតទៅនេះចំពោះខែមីនាគឺជាខែមួយដែលស្ថិតនៅក្នុងខែ3ខែនេះគឺចាប់ផ្ដើមដោយថាមពលល្អមានស្ថិរភាពសម្រាប់បងប្អូនអរគ្នាដែលកើតឆ្នាំជូតក្នុងខែនេះផងដែរដែលសារមានផ្កាយនៃចំនួនខ្លះៗនិងភាពតានតឹងកើតឡើងដល់ជីវិតរបស់បងប្អូនអរគ្នាម្ល៉េះហើយបងប្អូនអរគ្នាគួរតែព្យាយាមខាំមកសង្កត់ចិត្តខ្លះបើមិនចង់ឲ្យរឿងនោះខ្លាចទៅជារឿងធំតែទាំងការរំខានតូចតាចតែទាំងជាមួយផ្លូវអារម្មណ៍ក៏មានផងដែរដូចជាគេនិយាយដើមឬក៏គេចង់បង្កចំនួនឲ្យជាដើមក៏ប៉ុន្តែបើសិនជាបងប្អូនអរគ្នាតាំងចិត្តឲ្យបានមុតមមហើយធ្វើចិត្តឲ្យបានស្ងប់នោះនឹងមិនមានបញ្ហាណាមួយធ្វើឲ្យលោកអ្នកឈឺក្បាលនោះទេទាក់ទងនឹងទំនាក់ទំនងរបស់បងប្អូនអរគ្នាដែលកើតនៅឆ្នាំជូតនៅក្នុងខែនេះគឺនៅកន្លែងធ្វើការក្តីនៅផ្ទះក្តីនៅក្នុងសង្គមក្តីគឺតម្រូវឲ្យលោកអ្នកមានភាពប្រយ័ត្នឲ្យបានខ្ពស់ទើបជាការប្រសើរព្រោះនៅខែនេះគឺបងប្អូនអរគ្នាបើតាមជើងលេខគឺអាចនឹងមានចំនួនកើតឡើងមិនឈប់មិនឈរទេចឹងហើយក៏មកបញ្ហាឈឺក្បាលធ្វើឲ្យលោកអ្នកខាតបង់នូវប្រយោជន៍អារម្មណ៍ក្នុងការរកស៊ីបងប្អូនអរគ្នាអាចខាំមកសង្កត់ចិត្តខ្លះបើរឿងនេះជារឿងតូចតាចដែលអាចអត់អន់ឲ្យបានក៏ប៉ុន្តែបើអត់អន់ឲ្យមិនបានបងប្អូនអាចគិតតាមនឹងទៅធ្វើម៉េចបើរឿងនេះត្រូវតែដោះស្រាយតែបើសិនជារឿងដែលតូចតាចគឺបងប្អូនអាចជៀសវាងបានបាទពេលវេលានេះគឺជាពេលវេលាមួយដែលបងប្អូនអាចផ្លាស់ប្ដូរនៅផ្នត់គំនិតឬក៏ផ្លាស់ប្ដូរនៅអាកប្បកិរិយាក្នុងការប្រស័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនព្រោះថានៅក្នុងខែនេះគឺបងប្អូនប្រឈមនៅរឿងច្រើនចឹងហើយទាក់ទងជាមួយការប្រឈមមុខដាក់គ្នាអីនេះបងប្អូនអ្នកនេះជាបានជាទៅពោះមិននាំមករាសីលោកអ្នកល្អប្រសើរទេដូចលោកខ្ញុំគ្រូជំរាបជូនអញ្ចឹងតាក់ទងជាមួយជោគវិតារាសីនេះគឺមិនឲ្យជួបគ្នាច្រើននោះទេក្នុងខែមីនាឆ្នាំ2026នេះបងប្អូនលីពណ៌ក្រហមបាទគឺល្អដើម្បីបង្ក្រាបនៅបញ្ហាឆ្លុះប្រកែកគ្នាហើយរក្សាភាពស្ថិរភាពខាងក្នុងចិត្តដើម្បីឲ្យលោកអ្នកទទួលបាននឹងរឿងរ៉ាវល្អៗត្រឡប់មកវិញអញ្ចឹងពណ៌ដែលជួយលោកអ្នកមិនឲ្យមានបញ្ហាកើតឡើងច្រើនគឺពណ៌ក្រហមនេះឯងបាទចំពោះបងប្អូនកើតឆ្នាំជូតនៅចន្លោះពេលនេះហើយតើតើជាមួយនឹងការឆ្លុះប្រកែកគ្នាដោយគ្រូជំរាបជូនដដែលអញ្ចឹងតែកើតមានហើយកំហឹងភ្លើងឡើងធ្វើឲ្យលោកអ្នកបាត់បង់នៅអ្វីដែលលោកអ្នកនឹងទទួលបានអញ្ចឹងហើយបងប្អូនគួរតែប្រយ័ត្នប្រយែងកុំឲ្យមានចំនួនណាមួយកើតឡើងមិនថានៅកន្លែងការងារនៅផ្ទះនៅក្នុងសង្គមក្តីត្រូវតែប្រយ័ត្នតិចចំពោះចំណុចនេះបើមានគេមកចាក់រុកឆ្វេះឆ្វៀលអីហ្នឹងកុំយកចិត្តស្ដាប់ពេកទើបមិនមានចំនួនណាមួយកើតឡើងចំពោះបងប្អូនអ្នកគ្នាតាក់ទងនៅកន្លែងការងារក្នុងអាជីវកម្មតាក់ទងជាមួយនឹងកិច្ចការងារដែលធ្វើការសហការគ្នាគឺមានភាពរលូនបាទទៅលើសមត្ថភាពរបស់បងប្អូនគ្នាក្នុងការទំនាក់ទំនងបានយ៉ាងល្អប្រសើរតែមិនមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងនោះទេព្រួយបារម្ភជាងគេទៅគឺចំនួននេះឯងតែចំនួនកើតមានហើយបងប្អូននឹងខាតប្រយោជន៍ច្រើនបាទអញ្ចឹងនេះលោកគ្រូជ្រុំដដែលអញ្ចឹងថាកុំឲ្យមានចំនួនកើតឡើងបើរឿងនោះមិនមែនជារឿងចាំបាច់ក្នុងការបង្កនៅបញ្ហាតាំងទៅសាយកដែរគ្នាក្នុងខែនេះផងដែរបងប្អូនអ្នកគ្នាជៀសវាងការនិយាយសម្ដីធ្ងន់ធ្ងរខ្លាំងហើយបើសិនជាមានកិច្ចការងារណាដែលមើលទៅកំហឹងឡើងខ្លាំងគួរពន្យាពេលក្នុងការជជែកចរចាទៅព្រោះនាំឲ្យបងប្អូនគ្នាខាតប្រយោជន៍ច្រើនបាទអញ្ចឹងប្រយ័ត្នប្រយែងតិចបងប្អូនអ្នកគ្នាហើយតើតើជាមួយនឹងអាជីវកម្មបាទសម្រាប់អាជីវកម្មបញ្ហាផ្លូវច្បាប់បាទគឺអាចប្រឈមដូចគ្នានិយាយរួមទៅខែមីនានេះគឺបញ្ហាច្រើនតើតើនឹងរឿងចំពោះនៅផ្លូវច្បាប់នេះឯងអញ្ចឹងតើតើបញ្ហាដែលកើតមានឡើងបើរឿងអាចបញ្ចប់បានក៏បញ្ចប់ទៅកុំព្យាយាមឡើងដល់តុលាការក្តីក្តាន់អីគឺមិនប្រសើរទេមិនមែនជាសញ្ញាប្រសើរទេហើយតើតើនឹងសុខភាពបងប្អូនអ្នកគ្នានៅចន្លោះខែមីនាឆ្នាំ2026នេះគួរតែព្យាយាមហាត់ប្រាណហាត់ពុតរត់ដំសុខភាពពិសាបន្លែពណ៌បៃតងឬក៏តាមវិជ្ជាបញ្ជារបស់ពេទ្យទៅពីការប្រសើរដើម្បីឲ្យសុខភាពលោកអ្នកមានភាពល្អប្រសើរនិងមានស្ថិរភាពទាក់ទងជាមួយទ្រព្យសម្បត្តិនៅក្នុងខែមីនាឆ្នាំ2026ចំពោះបងប្អូននៅក្នុងឆ្នាំជូត
គឺមានស្ថិរភាពល្អទេពិសេសក្នុងការវិនិយោគបើជាលេខនេះបងប្អូនវិនិយោគគឺល្អប្រសើរប៉ុន្តែក្នុងខែមីនានេះមានជើងលេខមួយបង្ហាញថាបងប្អូនអ្នកនាងមិនគួរប្រើប្រាស់នៅកិច្ចសន្យាឬក៏ចុះនៅកិច្ចព្រមព្រៀងថ្មីណាមួយនោះទេនៅក្នុងខែនេះបើចុះក៏ត្រូវតែប្រយ័ត្នប្រយែងដែរប៉ុន្តែជើងលេខបងប្អូនអ្នកនាងបើហ៊ានទៅធ្វើកិច្ចព្រមព្រៀងណាមួយដែលសំខាន់ខ្លាំងដែលប្រើលុយកាក់ខ្ពស់ឬក៏ហានិភ័យខ្ពស់បងប្អូនគេត្រូវពិចារណាឡើងវិញព្រោះថាជើងលេខនេះបងប្អូនអ្នកនាងមិនអាចប្រឈមបញ្ហាខ្ពស់ច្រើនដងនោះទេបាទក្នុងខែនេះគឺជាខែមួយដែលលោកអ្នកត្រូវទទួលបានស្ថិរភាពតែបង្កើនដែលមានកិច្ចព្រមព្រៀងណាមួយគឺត្រូវពិចារណាច្រើនអញ្ចឹងបងប្អូនអ្នកនាងគួរតែប្រយ័ត្នចំពោះចំណុចនេះបន្តិចទើបជាការប្រសើរជំហានដ៏ឆ្លាតវៃរបស់បងប្អូនអ្នកនាងត្រូវរក្សាភាពសុខដុមរមនាជាមួយមនុស្សជំនាញខ្លួនជាមួយបើអ្នករស់ស៊ីជាមួយអតិថិជនបាទកុំគប្បីប្រើពាក្យធ្ងន់ធ្ងរណាមួយឬក៏ប្រើពាក្យបញ្ញុះឬក៏ប្រើពាក្យដើម្បីជាខ្សែលើទៅលើអតិថិជនក្នុងខែនេះបងប្អូនងាយកើតចំនួនណាស់ចឹងហើយលោកគ្រូសូមផ្ដាំឲ្យផ្ដាំទៀតកុំបង្កឲ្យមានបញ្ហាណាមួយកើតឡើងជាមួយនឹងអ្នកដែលលោកអ្នកបាទប្រស័យទៅជាមួយមិនថានៅកន្លែងការងារក្តីមិនថានៅសង្គមរស់នៅក្តីមិនថានៅសង្គមគ្រួសារក្តីហើយក្នុងខែនេះផងដែរគឺដៃគូលោកអ្នកអាចប្រច័ណ្ឌលោកអ្នកច្រើនបន្តិចតែលោកអ្នកគួរតែធ្វើមិនដឹងធ្វើមិនលឺទៅគាត់ច្បាស់ជាមិនទៅជាចាក់សួរឬស៊ូគោលេខខ្លាំងពេកទេតែបើសិនជាបងប្អូនអ្នកគ្នាឆៅទៅឆៅមកក្នុងខែនេះគឺចប់ហើយមិនល្អនោះទេអាចជាបងប្អូនបែកបាក់គ្នាទៀតក៏ថាបានចឹងហើយប្រយ័ត្នប្រយែងចំពោះចំណុចកងនេះឲ្យបានខ្ពស់បន្តិចចំពោះបងប្អូនកើតនៅឆ្នាំជួតសម្រាប់ខែមីនាឆ្នាំ2026ចំពោះបងប្អូនដែលជាសិស្សនិស្សិតនៅក្នុងខែមីនាឆ្នាំ2026នេះបងប្អូនអ្នកគ្នាគឺមានស្ថិរភាពល្អការសិក្សាគឺយល់បានច្រើនហើយគឺការចេះផ្ដល់យោបល់លោកអ្នកទៅវិញទៅមកនៅក្នុងកន្លែងសិក្សាគឺខ្ពស់ដូចគ្នាគឺមិនមានអ្វីគួរព្រួយបារម្ភទេតើតើនៅរឿងរ៉ាវស្នេហាវិញម្ដងចំពោះរឿងរ៉ាវស្នេហាស្ថានភាពរបស់លោកអ្នកនៅក្នុងខែនេះគឺរៀងច្បោកច្បល់បន្តិចការយល់ច្រឡំទៅតែបង្កទៅជារឿងធំដុំហើយមិនចេះរកវិធីសាស្ត្រក្នុងការបន្ទន់នៅចិត្តរបស់មនុស្សដែលខ្លួនស្រឡាញ់ទេហើយគួរតែព្យាយាមបង្ហាញភាពអត់ធ្មត់តិចទៅទើបមិនមានបញ្ហាមួយកើតឡើងធ្ងន់ធ្ងរលោកអ្នកនៅលាវគឺរកឃើញថាបានណាត់ជួបជាមួយនឹងដៃគូលោកអ្នកហើយនៅក្នុងខែនេះហើយទទួលបានផលល្អផងដែរផលល្អនេះគឺបងប្អូនអ្នកអាចនឹងទទួលការស្រឡាញ់ពីគាត់វិញឬក៏បងប្អូនទាំងអស់គ្នាអាចត្រូវបានទទួលការយកចិត្តពីគាត់ក៏ប៉ុន្តែបើស្ថានភាពមើលទៅមិនស្រួលជាងលេខមួយទៀតគឺមានចន្លោះមួយសម្រាប់ដកថយបើលោកបងប្អូនមើលទៅអត់ស្រួលទេដកថយទៅតែបើមើលទៅមានភាពល្អប្រសើរច្រើនដែរអាចចូលទៅមុខបានមានន័យថាអាចទំនាក់ទំនងកាន់តែជិតស្និទ្ធបានតែបើមានសញ្ញាណាមួយជាអវិជ្ជមានហើយគួរតែដកខ្លួនថយគឺជាការប្រសើរព្រោះទូកតារាសីនៃសេចក្តីស្នេហាគឺ50លើ50ในចន្លោះខែមីនានេះអរគុណច្រើនបានសម្រាប់វិការទូទាយចូលគីតារាសីបងប្អូនកាលឆ្នាំជួតសម្រាប់ខែមីនាឆ្នាំ2026ទីជំនាញទូទាយសូមអរគុណសូមជម្រាបលា